សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើការផ្លាស់ប្ដូរប្រេងម៉ាស៊ីនម៉ូតូខ្ញុំជិះខ្លួនឯងណាអញ្ចឹងខ្ញុំដូរបានប្រហែល2ខែជាងអញ្ចឹងខ្ញុំប្រើបាន2800គីឡូអញ្ចឹងខ្ញុំដូរជាឈុតចាប្រេងក៏ fully synthetic ហើយប្រេងកាឡេក៏ fully synthetic ដែរអញ្ចឹងម៉ូតូនេះខ្ញុំដូរអង្ការគីឡូ9270ម៉ែយកព្រៃក្រហមដូចឈាមខ្ញុំជឿមកមើលអូនេះបងប្អូនប្រេងម៉ាស៊ីនបានប្រហូរមុនហ្នឹងបងប្អូនឃើញចេះថាប្រេងខ្មៅដោយសារវានៅផ្ដុំគ្នាតែបងប្អូនមើលជាក់ស្ដែងនេះឃើញអត់បងប្អូនមើលប្រេងគឺនៅក្រហមដូចឈាមចឹងឯងបងប្អូននេះខ្ញុំប្រើប្រេងនេះបងប្អូន fully synthetic S8 ខ្ញុំប្រើបាន2800គីឡូហើយចឹងបងប្អូននៅបន្តប្រើបានទៀតណាបងប្អូនអាចប្រើបានដល់4000គីឡូបងប្អូនមើលប្រេងបងប្អូនមើលកន្លែងចាក់ប្រេងចូលឃើញប្រេងឡើងក្រហមហ្នឹងហើយអត់មានខ្មៅអត់មានស្នឹមខ្មៅទេនេះប្រេងម៉ាស៊ីនក្រហមច្រាលបងប្អូនចឹងគណៈថាបងប្អូនប្រើប្រេងម៉ាស៊ីនល្អគឺកន្លែងចាក់ប្រេងគឺនៅសស្អាតចឹងបងប្អូនចឹងនេះម៉ូតូខ្ញុំជិះខ្លួនឯងខ្ញុំប្រើបាន2800គីឡូប្រេង S8 ពណ៌មាសចឹងគុណភាពល្អបងប្អូននេះបងប្អូនប្រេងកាឡេ S8 ក៏ fully synthetic ដែរបងប្អូនចឹងបងប្អូនចង់ប្រើម៉ូតូឲ្យកលេនៅល្អស្អាតបងប្អូនគួរតែប្រើបដូរប្រេងម៉ាស៊ីនម្ដងបដូរប្រេងកលេម្ដងបងប្អូនអញ្ចឹងកលេម៉ូតូបងប្អូនប្រើមួយងាយលឺសលេងទេបងប្អូនអញ្ចឹងប្រេងកលេ S8 fully synthetic អញ្ចឹងកម្ររោប្រេងកលេណា fully synthetic ណាបងប្អូនចឹងនេះបងប្អូនមើលសាច់ប្រេងម៉ាស៊ីនណាបងប្អូនអញ្ចឹងប្រេងម៉ាស៊ីន S8 Scooter Ultra Fully Synthetic នេះខ្ញុំប្រើខ្លួនឯងបាន2800គីឡូអញ្ចឹងប្រេងគឺនៅក្រហមដូចអ្វីដែលបងប្អូនបានឃើញណាខ្ញុំអត់យកប្រេងមកទល់មកចាក់រួចបរហូរបងប្អូនមើលទេគឺប្រេងវាក្រហមខ្លួនវានេះបងប្អូននេះប្រេងមិនខ្ញុំយកប្រេងថ្មីមកចាក់ណាប្រេងក្រហមដែលខ្ញុំប្រើបាន2800គីឡូនេះមើលក្នុងនេះទៅក្រហមនេះគឺប្រេងក្រហមដូចឈាមអានេះខ្ញុំប្រើលើកទី1ឯសារម៉ូតូខ្ញុំទិញមកទឹកមកពីគេជាមួយខ្ញុំប្រើបាន3-4ដងទៀតប្រេងនៅក្រហមជាងនឹងបងប្អូន